តែពេលលើដៃកំពុងអរគុណអ៊ំពុំមីងហេតុអ្វីព្រំលិខិតធ្វើបាបពួកខ្ញុំម្លេះជាសម្ដីដែលលើកឡើងពីសិល្បករព្រំពន្លឺនិងគ្រួសារកំពុងជួបទុក្ខធំក្រោយជំងឺដុសសាច់ក្នុងខួរក្បាលរបស់ឆាលីបានកាត់ឡើងជាថ្មីម្ដងទៀតត្រូវការដំឡើង Steam, Spa, Sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនង Neptune ឥឡូវនេះ078 543ជាអ្វីដែលមហាជនជាពិសេសអ្នកតាមដានគណនី Facebook របស់ក្មេងឆ្លាតពន្លឺវរៈបុត្រហៅឆាលីកំពុងមានការស្លុតចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដែលបញ្ជាក់ពីលោកព្រំពន្លឺនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថាដុកទ័ររកឃើញដុំសាច់ឆាលីដុសសាឡើងវិញនៅកន្លែងដដែលនេះបើយោងតាមលទ្ធផលថតខួរក្បាល MRI របស់ឆាលីកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2025វិចិត្រករគំនូររូបនេះទម្លាយពីអារម្មណ៍ពិតដោយស្ទើរតែខ្ទេចបេះដូងអស់ទៅហើយលោកមិនចង់បានអ្វីទេក្រៅពីការជាសះស្បើយរបស់កូនឆាលីមកវិញបើសិនជាអាចបដូរឲ្យលោកស្លាប់ក៏លោកសុខចិត្តដែរយ៉ាងណាមិញលោកព្រំពន្លឺនិងក្រុមគ្រួសារកំពុងទន្ទឹងចាប់ស្ដាប់លទ្ធផលយ៉ាងអន្ទះសារពីមន្ទីរពេទ្យម្ដងទៀតនៅថ្ងៃទី26ខែឧសភាក្រោយលោកដុកទ័របានសម្រេចចុះខួរឆ្អឹងខ្នងរបស់ឆាលីយកទៅពិនិត្យថាជាសាច់ស្លូតឬសាច់កាចគូបញ្ជាក់ឲ្យមហាជនបានដឹងថាដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ការតាមដានសុខភាពរបស់ឆាលីរយៈពេល5ឆ្នាំក្រោយបញ្ចប់ការចាក់គីមីដោយជោគជ័យលើការព្យាបាលជំងឺមហារីកដុំសាច់ក្នុងខួរក្បាលលោកព្រំពន្លឺនិងភរិយាបានសម្រេចចិត្តផ្លាស់ទីលំនៅពីខេត្តសៀមរាបមកបង្កើតមុខរបររកស៊ីនៅរាជធានីភ្នំពេញជាមួយនឹងការបើកតូបលក់នំប៉័ងប៉ាតេដែលមានទីតាំងនៅក្បែរផ្សារទួលទំពុងនិងការលក់ផ្ទាំងគំនូរដែលជាអាជីពសម្រាប់ចិញ្ចឹមឆ្នាំងបាយរបស់លោកទើបតែរៀបចំការតាំងពិព័រណ៍ជាមួយសិល្បករផ្សេងទៀតដើម្បីលក់ស្នាដៃគំនូរនៅឯបរិវេណសន្តាគារ Plantation ភ្នំពេញផងដែរលោកនិងបងស្រីលីលីដែលត្រូវជាភរិយាតស៊ូណាស់ពុះពៀខ្លាំងណាស់ជាមួយនឹងកូនប្រុសទម្រាំឆ្លងផុតការព្យាបាលជំងឺមហារីកដំណាក់កាលទី4របស់ឆាលីដែលចំណាយអស់ថវិកាជាង$30,000សហរដ្ឋអាមេរិកក្នុងគ្រាមានទុក្ខលំបាកនេះប្រិយមិត្តអាចជួយផ្ដល់ជាកម្លាំងចិត្តនិងការគាំទ្រដល់មុខរបរបង្កើតថ្មីរបស់លោកនិងភរិយាព្រមទាំងការជាវទិញស្នាដៃគំនូរផ្សេងៗទៅតាមក្តីមេត្តាសប្បុរសធម៌របស់មហាជនគ្រប់គ្នា